เคยเมียดำกับบ้าจอครั้งกลมตอนไพ่สลอนสลาวปีนี้ดำไหลเมียบานการลางจิตไม่มาดองเตียนขณะแก้เนื้อแต่จืดท้าเมียหนึ่งลังดอปรำปีปอนปรำโดยล้าขนมมวยดำลังเนื้อขนมชั้นปีปอนมาไพ่ปรำมวยนี่สายปนิจกรรมเนื้อสปีนูหนึ่งเบสทีวีส้มตำเนตำนองเทเลกราฟเล็กโซน89 383 888 LHR ប្រេងឥន្ធនៈមានគុណភាពខ្ពស់ល្អសម្រាប់យានយន្តលោកអ្នកតម្លៃមាសពិភពលោកបានកើនឡើងជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃអង្គារនេះបន្ទាប់ពីបានដាំក្បាលចុះយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុននៅពេលបិទការជួញដូរនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026តម្លៃមាសភ្លាមបានធ្លាក់ចុះពី$130មកនៅត្រឹម$4,658នៅក្នុង1អោននៅក្នុងអំឡុងពេលវគ្គជួញដូរតម្លៃក៏បានធ្លាក់ចុះមួយរយៈពេលខ្លីមកនៅត្រឹម$4,400ក្នុង1អោនទោះជាយ៉ាងណាក៏ដោយនៅពេលបើកការជួញដូរវិញនៅថ្ងៃទី3ខែកុម្ភៈនេះតម្លៃមាសក៏បានងើបឡើងវិញដោយបញ្ចប់ការធ្លាក់ចុះរយៈពេល3ថ្ងៃជាប់ៗគ្នាបច្ចុប្បន្ននេះបើគិតត្រឹមរសៀលថ្ងៃទី3ខែកុម្ភៈតម្លៃមាសក្នុង1អោនគឺមានតម្លៃ$4,873ក្នុង1អោនដែលស្មើនឹងប្រមាណ$5,870ក្នុង1ដំឡឹងនេះគឺជាតម្លៃមាសអន្តរជាតិចំណែកឯតម្លៃប្រាក់វិញក៏បានដើរតាមគំរូស្រដៀងគ្នានេះដែរបន្ទាប់ពីធ្លាក់ចុះ$6នៅថ្ងៃទី2ខែកុម្ភៈឥឡូវនេះតម្លៃប្រាក់ក៏បានឡើងដល់$85នៅក្នុង1អោននៅលើទីផ្សារ FX Street អ្នកវិភាគជឿថាទីផ្សារគឺបានងើបឡើងវិញដោយសារតែការទិញដើម្បីចរចាខណៈដែលតម្លៃក៏បានធ្លាក់ចុះពីមុនលោហៈដ៏មានតម្លៃត្រូវបានលក់ចេញភ្លាមបន្ទាប់ពីឡើងដល់កំពូលកាលពីថ្ងៃទី29ខែមករាសរុបមកមាសគឺបានធ្លាក់ចុះជាង$900ក្នុង1អោននៅក្នុងរយៈពេល3ថ្ងៃកន្លងមកនេះប្រាក់ក៏បានធ្លាក់ចុះ$40ផងដែរមានហេតុផលជាច្រើនសម្រាប់ការលក់ចេញនៅលោហៈដ៏មានតម្លៃនេះទាំងនេះរួមមានស្ថិរភាពនៃប្រាក់ដុល្លារអាមេរិកបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំអំពីបេក្ខជនរបស់គាត់សម្រាប់តំណែងជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក FED ការទាញយកប្រាក់ចំណេញដោយវិនិយោគិនបន្ទាប់ពីតម្លៃឡើងដល់កំពូលនិងការបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយទោះបីជាយ៉ាងណាក៏ដោយនិន្នាការនៃការកើនឡើងតម្លៃមាសអន្តរជាតិនៅតែកើនឡើងដដែលកត្តាម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋាននៅតែបន្តការគាំទ្រដល់តម្លៃលោហៈមាសដ៏មានតម្លៃនេះហានិភ័យភូមិសាស្ត្រនយោបាយនិងអស្ថិរភាពសេដ្ឋកិច្ចនឹងបន្តជំរុញតម្រូវការមាសផងដែរលើសពីនេះតម្រូវការខ្លាំងពីស្ថាប័ននិងមូលនិធិវិនិយោគនៅតែជាការគាំទ្រដ៏សំខាន់សម្រាប់លោហៈមាសនៅថ្ងៃទី2ខែកុម្ភៈធនាគារ Deutsche Bank បានបញ្ជាក់ថាខ្លួននៅតែរក្សាការព្យាករណ៍របស់ខ្លួនសម្រាប់តម្លៃមាសនឹងឡើងដល់$6,000ក្នុង1អោនដែលស្មើនឹង$7,220ក្នុង1ដំឡឹងនៅឆ្នាំ2026នេះខណៈឯធនាគារ JP Morgan ដែលជាធនាគារធំជាងគេនៅសហរដ្ឋអាមេរិកបានព្យាករណ៍ថាតម្លៃមាសនឹងមានចំនួន$6,300ក្នុង1អោនដែលស្មើនឹង$7,590ក្នុង1ដំឡឹងនៅចុងឆ្នាំ2026នាងខ្ញុំហៃសោភាពី Swift News និង Best TV ទឹកបរិសុទ្ធ Blue Sea ទឹកអង់ទីអុកស៊ីដង់ជាទឹករ៉ែធម្មជាតិ 100% ទំនាក់ទំនងទូរស័ព្ទលេខ087 332 938 077 353 066ក្រុមហ៊ុនថ្មម៉ាប៉ៃលិនមានថ្មម៉ាបគ្រប់ប្រភេទគ្រប់ពណ៌ជាប់ធន់រឹងមាំសូមទំនាក់ទំនងទូរស័ព្ទលេខ012 545 492 Swift News and Best TV ព័ត៌មានក្នុងដៃអ្នកយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅលើសមុទ្រអារ៉ាប់ផ្សាយពាណិជ្ជកម្មនៅ Swift News និង Best TV សូមទំនាក់ទំនង Telegram លេខ089 383 888 រំលោះឥតការប្រាក់រហូតដល់ការសាងសង់ស្ពានរួចរាល់គ្រប់គម្រោងក្នុងក្រុងអរិយខ្សាត់ផ្
ផ្ទះបងត្រឹមតែ$199ក្នុងមួយខែខុនដូបងចាប់ពី$149ក្នុងមួយខែដីឡូបងចាប់ពី$99ក្នុងមួយខែទីតាំងស្ថិតនៅក្បែរគម្រោងស្ពានមិត្តភាពកម្ពុជាកូរ៉េក្រុងរ៉េសាក់បញ្ជាការកណ្ដាលអាមេរិកបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយគ្រឿងដែលបានចូលទៅជិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរគឺនាវាចម្បាំង USS Abraham Lincoln នៅលើសមុទ្រអារ៉ាប់បញ្ជាការកណ្ដាលបាននិយាយថាយន្តហោះចម្បាំង F-35 មួយគ្រឿងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកសាហេតុដើម្បីការពារនាវាផ្ទុកយន្តហោះនិងបុគ្គលិកនៅលើយន្តហោះប្រភពដដែលបាននិយាយថាគ្មានសមាជិកសេវាកម្មអាមេរិកណាម្នាក់រងរបួសនោះទេហើយគ្មានឧបករណ៍អាមេរិកណាមួយត្រូវរងការខូចខាតនោះឡើយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ឲ្យយល់ព្រមធ្វើកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគេហទំព័រព័ត៌មានអាមេរិកបាននិយាយថាបេសកជនពិសេសអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅសប្តាហ៍នេះដោយមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសមជ្ឈិមបូព៌ាមួយចំនួនចូលរួមផងដែរប៉ុន្តែសារព័ត៌មានដដែលបានរាយការណ៍ថាអ៊ីរ៉ង់ឥឡូវនេះចង់ផ្លាស់ប្ដូរទីតាំងទៅកាន់ប្រទេសអូម៉ង់វិញនិងធ្វើកិច្ចចរចាទ្វេភាគីជាមួយនឹងអាមេរិកគេហទំព័រនេះបាននិយាយថាប្រសិនបើការទាមទារថ្មីធ្វើឲ្យការចរចាបរាជ័យនោះពួកគេនឹងប្រឈមមុខនឹងការគំរាមកំហែងពីលោកដូណាល់ត្រាំដោយរើសយកជំរើសយោធានេះខ្ញុំសានលីម៉ាពី Swift News និង Best TV Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ Swift News and Best TV ព័ត៌មានក្នុងដៃអ្នក Boost Strong ចិត្តល្អចាក់សាំងចែកអង្គរនិងធ្វើម្ហូបឆ្ងាញ់ៗជូនជនភេសជ្ជៈបន្តទៀតហើយផ្សាយពាណិជ្ជកម្មនៅ Swift News និង Best TV សូមទំនាក់ទំនង Telegram លេខ089 383 888 Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ Boost Strong ចិត្តល្អធ្វើម្ហូបឆ្ងាញ់ៗហើយចាក់សាំងជូនបងប្អូនជនភេសជ្ជៈជាមធ្យោបាយធ្វើដំណើរជាច្រើនលេខទៀតស្ងាត់សង្គ្រាមក៏ពិតមែនតែបងប្អូនភេសជ្ជៈមួយចំនួនមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេដោយសារតែការឈ្លានពានរបស់យោធាថៃនៅក្នុងស្ថានភាពដ៏លំបាកនេះ Boost Strong នឹងនៅក្បែរបងប្អូនខ្មែរនិងមិនទុកឲ្យបងប្អូនភេសជ្ជៈនៅឯកានោះឡើយក្រុមហ៊ុនខ្មែរមួយនេះចិត្តល្អពេកហើយមិនដែលខ្លាចនឹងចំណាយថវិការាប់លានជួយបងប្អូនជនភេសជ្ជៈនិងវីរៈកងទ័ពនោះទេរហូតមកទល់ពេលនេះ Boost Strong នៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗថែមទាំងចែកអង្គរនិងចាក់សាំងជាច្រើនលីត្រជូនបងប្អូនជនភេសជ្ជៈដើម្បីជួយសម្រួលបន្ទុកជីវភាពដល់បងប្អូនជនភេសជ្ជៈឲ្យមានអាហារគ្រប់គ្រាន់និងងាយស្រួលធ្វើដំណើរការជួយនេះមិនមែនគ្រាន់តែជាការផ្ដល់អាហារឬសម្ភារៈប៉ុណ្ណោះទេប៉ុន្តែវាជាការបង្ហាញក្តីស្រឡាញ់ការយកចិត្តទុកដាក់និងផ្ដល់ភាពកក់ក្ដៅដែល Boost Strong ផ្ដល់ជូនបងប្អូនជនភេសជ្ជៈក្នុងកំឡុងពេលនេះគាំទ្រ Boost Strong ដោយបានជួយជនភេសជ្ជៈនិងវីរៈកងទ័ពផ្ទាល់ដៃBoost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ Swift News and Best TV ព័ត៌មានក្នុងដៃអ្នក